បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកលេងចំការសាម៉ៅនៅខាងស្រុកបវលនិយាយចំចំការសាម៉ៅគាត់យើងមើលទស្សនវិជ្ជាទៅមើលខាងក្រៅទៅផ្លែច្រើនពុកម៉ែបងប្អូននេះគាត់បេះបងប្អូនណាដែលចង់ទិញអាចទិញនៅកន្លែងគាត់ដាក់លក់នឹងបានហើយមានបងប្អូនយើងជាច្រើនដែលគាត់មកលេងមកថតរូបថតអីពុកម៉ែបងប្អូនហើយខាងក្នុងបានសម្បូរផ្លែហើយនេះខ្ញុំបានដើរមកក្នុងហើយនេះផ្លែវាច្រើនហើយសាម៉ៅហ្នឹងមានរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនមានរសជាតិឆ្ងាញ់ហើយនេះចំការរបស់គាត់នេះទស្សនវិជ្ជាចំការរបស់គាត់ហើយមានបងប្អូនយើងមកច្រើនហើយនៅខាងក្នុងបានសម្បូរបងប្អូនយើងគាត់មកលេងហើយនេះខ្ញុំថតខាងក្រៅបន្តិចទេហើយនេះសាម៉ៅនិយាយចំល្អហើយរសជាតិវាឆ្ងាញ់ហើយបើបងប្អូនចង់ទៅលេងអីយើងជិះមកឡានជិះម៉ូតូតាមផ្លេតហ្នឹងបងប្អូនពីខេត្តបាត់ដំបងទៅបើបងប្អូននៅខាងថ្មគោលនេះហ្នឹងកាន់តែលឿនទៀតណាបងប្អូនហើយនេះសាម៉ៅគាត់ទុំអស់ហើយបងប្អូនអាចទៅវាទៅថតរូបទៅទិញសាម៉ៅធម្មជាតិនៅកន្លែងចំការគាត់បាននេះទស្សនវិជ្ជាចំការសាម៉ៅរបស់គាត់ហើយចំណែកឯកលេចមើលខាងក្រោមនេះវិញសិតតែសាម៉ៅផ្លែឡើងដល់ដីពុកម៉ែបងប្អូនវាចំរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនសាម៉ៅធម្មជាតិផ្លែច្រើនណាស់បងប្អូននេះផ្លែសាម៉ៅនៅស្រុកបវលយើងថ្ងៃនេះខ្ញុំបានមកលេងដើរថតចការគាត់ខាងនោះក៏ច្រើនដែរបងប្អូនខាងនោះហើយខាងនេះក៏ច្រើនទៀតសាម៉ៅចាំដីក៏ធំនៅខាងនោះចាំមានអ្នកមកលេងច្រើនរសជាតិឆ្ងាញ់ធម្មជាតិខាងនេះផ្លែឡើងដល់ដីនេះការសាម៉ៅផ្លែច្រើនណាហើយមែនទេខាងនេះលក់រសជាតិឆ្ងាញ់ធម្មជាតិខាងនេះក៏ផ្លែច្រើនណាស់បងប្អូននេះជាការសាម៉ៅនៅបវលយើងណាផ្លែខាងនេះក៏ច្រើនសាម៉ៅល្អបងប្អូនផ្លែច្រើនសាម៉ៅនៅស្រុកបវលយើងម្ដងផ្លែយ៉ាងបាក់មេឃខាងនេះក៏សម្បូរដែរហើយទៅខាងនោះក៏ច្រើនហើយមានបងប្អូនយើងមកលេងច្រើននៅចការសាម៉ៅខាងនោះក៏ច្រើនផ្លែយ៉ាងបាក់មេឃផ្លែរសជាតិឆ្ងាញ់បងប្អូនព្រោះបានខ្ញុំបានភ្លក់ឲ្យរសជាតិឆ្ងាញ់ហើយខាងនោះក៏ផ្លែច្រើនដែរបងប្អូនខាងនេះសាម៉ៅធម្មជាតិខាងនេះក៏ច្រើនមើលលើដើមមកបងប្អូនច្រើនផ្លែច្រើនមែនទែនដល់ជួការសាម៉ៅផ្លែល្អបងប្អូនចាំមនុស្សថ្ងៃនេះមកច្រើនហើយដើមសាម៉ៅវាល្អហើយសាម៉ៅខ្ញុំនិយាយថាវាមានរសជាតិឆ្ងាញ់មកវាឆ្ងាញ់សាម៉ៅធម្មជាតិហើយសាម៉ៅនោះក៏ដាំដូចយូរឆ្នាំដែរបងប្អូនយូរឆ្នាំនេះបងប្អូនយើងមកលេងច្រើនចការសាម៉ៅនេះ
បងប្អូនអាចមកលេងបានដោយសារវានៅចិត្តដែរទេពុកម៉ែបងប្អូនវានៅស្រុកបវលយើងទេបើយើងជិះពីបាត់ដំបងមកជិះដីប្រហែលជាខ្ទង់50 គីឡូអីទេព្រោះបាត់ដំបងមកពួកអ្នកនៅខាងថ្មគោលជិះមួយផ្លេតហើយវាជាការគាត់ធំដែរពួកខ្ញុំដើរចង់មកជុំអីខ្ញុំដើរថតឲ្យពុកម៉ែបងប្អូនបានទស្សនាតែជាការសាម៉ៅហ្នឹងវាស្អាតប៉ុណ្ណាចាពុកម៉ែបងប្អូននៅខាងនោះក៏មានផ្លែច្រើននៅពុកម៉ែបងប្អូនតែនេះគាត់បាញ់ទឹកប្រព័ន្ធទឹកស្រោចស្រពរបស់គាត់ហើយចំណែកខាងនេះអានេះក៏ផ្លែច្រើនដែរពុកម៉ែបងប្អូនផ្លែច្រើនមែនទែនមកនេះម្ដងផ្លែក្នុងបាក់មេឃនេះសាម៉ៅក្រៅខ្នងខ្ញុំបេះភ្លុកមួយតែមានរសជាតិហ្នឹងតែខ្ញុំហូបមុនមិញមានរសជាតិវាឆ្ងាញ់ពុកម៉ែបងប្អូនដោយសារវាផ្អែមហើយវាធម្មជាតិហ្នឹងពុកម៉ែបងប្អូនទិដ្ឋភាពក្នុងចការសាម៉ៅផ្លែល្អពុកម៉ែបងប្អូនបានពុកម៉ែបងប្អូនវីដេអូហ្នឹងក៏ដល់ទីបញ្ចប់ដែរពុកម៉ែបងប្អូននៃចការសាម៉ៅហើយពុកម៉ែបងប្អូនបើអត់ទាន់បានមកលេងទេពុកម៉ែបងប្អូនអាចមកលេងបានខ្ញុំប្រាប់ពីដើមវីដេអូអញ្ចឹងពុកម៉ែបងប្អូននេះចការសាម៉ៅទីចង់ផ្លែច្រើនមែនទែនពុកម៉ែបងប្អូនហើយមានបងប្អូនយើងមកលេងច្រើននេះផ្លែច្រើនហើយខ្ញុំថារសជាតិវាឆ្ងាញ់ពុកម៉ែបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះ